ធ្វើមីននេះយើងប្រើម្សៅ250 ក្រាមជាមួយទឹក80ហើយយើងច្របល់វាចំណុចសំខាន់គឺយើងត្រូវច្របល់ម្សៅហ្នឹងឲ្យវាលក្ខណៈថាវាលែងស្អិតដៃនិយាយទៅវាបើសិនជាស្អិតដៃពេកពេលយើងសោកចូលពុំទៅវាពិបាកក្នុងការនិយាយទៅមីហ្នឹងវាអាចនឹងស្អិតជាប់គ្នាតែបើសិនជារឹងពេកយើងពិបាកក្នុងការច្បាច់មីនឹងចេញមកអញ្ចឹងយើងធ្វើម្សៅលៃមួយហើយបរិមាណទឹកគឺវាខុសគ្នាទៅតាមបរិមាណចេះហើយប្រភេទម្សៅខុសគ្នាបរិមាណទឹកដាក់អត់ដូចគ្នាវាអាចប្រហាក់ប្រហែលតែវាមិនមែនប្រកាសថាដាក់ប៉ុណ្្នឹងទៅគឺអូខេសំខាន់យើងត្រូវមើលសាច់ម្សៅ